ជើងមាន់អានេះគឺខ្ញុំមាន1គីឡូយើងកាត់កញ្ចក់ចេញឲ្យស្អាតលាងទឹកលាងអីហើយយើងកាត់វាជាដុំរាងតូចៗមកល្មមជើងមាន់មួយបងប្អូនចឹងកាត់ជា2ឬក៏ជា3ក៏បានដែរបន្ទាប់មកយើងមកដំគល់ស្លឹកគ្រៃ3 4គល់យើងមានរំដេងជាមួយស្លឹកក្រូចបន្តិចសម្រាប់ដាក់ស្ងោរជាមួយជើងមាន់នឹងឲ្យវាកាត់ក្លិនបន្ទាប់ពីទឹកពុះហើយយើងដាក់គ្រឿងកាត់ក្លិនចូលជាមួយនឹងជើងមាន់ដាក់ស្ងោរប្រហែលជាខ្ទង់15នាទីចោលសិនទៅយើងមករៀបចំគ្រឿងផ្សេងទៀតជាមានគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចយើងមានក្រូចឆ្មាខ្ទឹមសម្ទេសអីនឹងហើយជើងមាន់បន្ទាប់ពីស្ងោរប្រហែលជាខ្ទង់15នាទីប៉ុណ្ណឹងគឺវាផុយមកល្មមហើយបងប្អូនយើងអាចស្រង់វាចេញដាក់ត្រាំជាមួយទឹកកកចោលប្រហែលជាខ្ទង់10នាទីទៀតទៅដើម្បីឲ្យជើងមាន់របស់យើងនឹងវាស្រួយល្អទុកជើងមាន់ចោលម្ដុំសិនគឺខ្ញុំមកបុកខ្ទឹមសខ្ញុំលាយជាមួយស្ករសបន្តិចដែរដើម្បីឲ្យវាបុកឆាប់ម៉ត់ហើយយើងមកលាយទឹកត្រីយកមកសម្រាប់ទឹកត្រីនេះគឺខ្ញុំប្រើ5កូនវែកហ្នឹងបងប្អូនទឹកត្រីដាក់ប៉ុណ្ណាស្ករដាក់ប៉ុណ្្នឹងដែរខ្ញុំបន្ថែមប៊ីចេង2ស្លាបព្រាកាហ្វេម្សៅស៊ុប2ស្លាបព្រាកាហ្វេអំបិលម្ជប់ហើយទឹកឆ្អិនជាមួយក្រូចឆ្មាគឺដាក់ប្រហែលគ្នាជាមួយទឹកត្រីដែរបងប្អូនដាក់គ្រឿងគ្រៃចូលហើយបងប្អូនកូរច្បល់សព្វល្អភ្លក់មើលឲ្យត្រូវជាតិហើយយើងដាក់ខ្ទឹមបុកជាមួយម្ទេសចូលជាមួយគ្នាមកជើងមាន់បន្ទាប់ពីយើងត្រាំជាមួយទឹកកកប្រហែលជាខ្ទង់15នាទីហ្នឹងយើងស្រង់វាចេញលាងមកទឹកពីទឹកទៀតហើយយើងទុកវាឲ្យស្រស់ទឹកសិនចាំយកមកលាយជាមួយនឹងគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចដែលយើងហាន់ជាប្រទេសរាងស្ដើងជាមួយទឹកត្រីដែលយើងបានលាយឲ្យស្រាប់នឹងកូរច្បល់វារៀងយូរតិចម្ដងបងប្អូនឲ្យវាចូលជាតិសព្វល្អអានេះយើងអាចញ៉ាំភ្លាមក៏បានដែរបងប្អូនឬក៏ចង់ឲ្យវាកាន់តែចូលជាតិបងប្អូនអាចទុកខ្ទង់2ម៉ោងទៅរសជាតិរបស់វានឹងគឺចូលជាមួយជើងមាន់កាន់តែដិតឆ្ងាញ់ជាងមុនមកហើយសម្រាប់ទឹកត្រីគឺយើងយករសជាតិរៀងជូរប្រៃផ្អែមមកបងប្អូនយកឲ្យរៀងដិតបន្តិចមកហើយរសជាតិហឹរបងប្អូនសេរីបានតែយើងចូលចិត្តហឹរប៉ុណ្ណាយកប៉ុណ្ណឹងទៅហើយ